สำหรับวิดีโอวันนี้คือจองบางไฮบางปอนตอกนี้ปีระเบียบเตะเอกสารก็ต้นในปีตุลสับได้ Android เตอร์ตุลสับได้ Android โดยนี้บ่าจังเนี่ยแอปหรือก็การวิธีในยามจองในนอบางปอนตอกนี้นั่นคือการวิธีเนี่ยบ่า Sender บ่าจังการวิธี Sender บางปอนน่ะโจทย์จากใน Play Store มาบ่าหายังโจทย์กับเราเสิร์ชอะไรนี้ต่อมายังจะใส่เวมาบ่าX E N D E R và sender thì tập phần năng má họ yêu chọn searchต่อมายังจดตารางตามธรรมดาก็install ไปตามธรรมดามาต่อปีตารางเป็นรวยรอเอาหายvà những bácកម្មវិធី sender លើទូរស័ព្ទដៃទាំងពីរមកបាទទូរស័ព្ទ Android របស់យើងទាំងពីរហ្នឹងយើងចុចបើកមកអូខេបើកមកវាលោតអញ្ចឹងដូចគ្នាចុច green continue ដូចគ្នាមកចុច allow បាទកន្លែងនេះចុច allow ដែរមកសម្រាប់ទូរស័ព្ទខាងនេះវាលោតអញ្ចឹងយើងចុចបើកកុងតាក់វាមួយមកយើងចុចថយបាទអូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះសម្រាប់ទូរស័ព្ទដែលទទួលឯកសារគឺយើងត្រូវបើក Wi-Fi បាទប៉ុន្តែសម្រាប់ទូរស័ព្ទដែលបាញ់ឯកសារទៅគេហ្នឹងយើងមិនបាច់បើក Wi-Fi ក៏បានដែរ Bluetooth ក៏មិនបាច់ចាំបើកដែរបាទសម្រាប់ខ្ញុំចង់បាញ់ឯកសារពីទូរស័ព្ទនេះទៅទូរស័ព្ទនេះអញ្ចឹងទូរស័ព្ទមួយនេះគឺចាំបាច់ត្រូវតែបើក Wi-Fi អញ្ចឹងខ្ញុំបើក Wi-Fi សិនហើយបិទអ៊ីនធឺណិតរបស់ខ្ញុំបាទបើក Wi-Fi ចោលហើយយើងចុចកន្លែងនេះបាទយើងចុចកន្លែងសញ្ញាព្រួញខ្វែងគ្នានៅលើទូរស័ព្ទដៃដែលយើងចង់បាញ់ទៅគេហ្នឹងបាទអញ្ចឹងយើងចុចកន្លែងសញ្ញាព្រួញខ្វែងហ្នឹងមកបាទបន្ទាប់មកយើងចុចពាក្យថា send បាទអូខេចុចពាក្យថា send ហើយកន្លែងនេះយើងចុច continue តាមវាមកបន្ទាប់មកកន្លែងនេះគេឲ្យយើង set up location អញ្ចឹងយើងចុចកន្លែង set up ហើយយើងចុចខាងលើគេមកបាទចុចយកខាងលើគេមកបន្ទាប់មកយើងចុច next បាទបន្ទាប់មកទៀតវានឹងបង្ហាញជា QR code ដើម្បីឲ្យភាគីទូរស័ព្ទមកខាងទៀតដែលចង់ទទួលឯកសារពីទូរស័ព្ទមួយនេះអញ្ចឹងណាបាទដើម្បីឲ្យគេ scan បាទអញ្ចឹងដើម្បី scan ទទួលឯកសារពីទូរស័ព្ទមកខាងទៀតនេះយើងត្រូវចុចកន្លែងនឹងដូចគ្នាបាទកន្លែងសញ្ញាព្រួញខ្វែងគ្នាហ្នឹងហើយយើងចុចពាក្យថា receive បាទចុច receive ហើយយើងចុច continue បាទអូខេកន្លែងនេះវាទាមទារឲ្យ set up location ដែរហើយយើងចុច set up location ហើយយកខាងលើដូចគ្នាអូខេបន្ទាប់មកទៀតកន្លែងនេះវាទាប2យើងចុច2មកចុច allow មកកន្លែងនេះអូខេបន្ទាប់មកយើងចុច next ចុច next ហើយកន្លែងនេះយើងយកខាងលើបាទបន្ទាប់ពីវាលោតចេញជាទម្រង់បែបនេះយើងយកអាទូរស័ព្ទដែលមានលោក QR code នេះដាក់ពីក្រៅមកដើម្បី scan បាទបងឃើញណាបើ scan អត់ស្គាល់ទេយើងចុចថយសារថ្មីប៉ុន្តែដោយសារតែវាឥឡូវវាស្គាល់ហើយបាទអញ្ចឹងពេលដែលវាលោតចេញជាបែបនេះយើងចុចពាក្យថា connect មកនៅខាងលើហ្នឹងអូខេឥឡូវទូរស័ព្ទទាំងពីរនេះបាន connect ជាប់គ្នាហើយអញ្ចឹងយើងអាចផ្ទេរទិន្នន័យពីទូរស័ព្ទណាមួយទៅទូរស័ព្ទណាមួយទៀតក៏បានដែរបាទវាអត់ប្រកាន់ទេឲ្យតែ connect គ្នាហើយយើងចង់បាញ់ពីណាទៅណាក៏បានដែរងាយស្រួលអញ្ចឹងណាបាទអញ្ចឹងឧទាហរណ៍តែខ្ញុំចង់បាញ់ពីទូរស័ព្ទនេះទៅទូរស័ព្ទនេះអញ្ចឹងឧទាហរណ៍តែខ្ញុំចង់ផ្ទេរឯកសារពីទូរស័ព្ទមួយនេះទៅទូរស័ព្ទមួយនេះខ្ញុំគ្រាន់តែចុចទៅលើរូបថតឬក៏ឯកសារផ្សេងៗដែលខ្ញុំចង់បាញ់ណាបាទឧទាហរណ៍ថាខ្ញុំចង់បាញ់រូបថតខ្ញុំចុចកន្លែងនេះរូបថតបើវីដេអូយើងចុចកន្លែងនេះបើបទចម្រៀងឬក៏សំឡេងតាក់ទងកន្លែងនេះបាទនេះសម្រាប់ខ្ញុំចង់បាញ់រូបថតខ្ញុំចុចកន្លែងរូបថតប
បន្ទាប់មកខ្ញុំគ្រីសទៅលើរូបដែលខ្ញុំចង់បាញ់ខ្ញុំដល់តែ2អញ្ចឹងបើសិនជារូបថតតិចតួចអីវាលឿនទេបាទដោយសារតែ VC memory តិចតែបើចំពោះវីដេអូនាទីវែងហ្នឹងគឺវារៀងយូរបន្តិចហើយបាទអញ្ចឹងបន្ទាប់ពីយើងចុចគ្រីសទៅលើរូបថតដែលយើងចង់ផ្ទេរហើយយើងចុចពាក្យថា send នេះបាទ send ហើយគេដាក់លេខ2បើថារូបឯកសារដែលយើងចង់ផ្ទេរហ្នឹងគឺ2ចំនួន2ចឹងចុច send មកបាទតាមមួយ plate គឺហើយបាទឃើញទេអញ្ចឹងយើងចុចកន្លែងរូបថតមើលទៅវាចូលនៅបាទនេះ2នេះគឺចូលហើយបាទអញ្ចឹងមួយទៀតខ្ញុំចង់ផ្ទេរវីដេអូផ្ទេរជាវីដេអូម្ដងចង់ផ្ទេរវីដេអូយើងចុចកន្លែងវីដេអូមកនេះចុចវីដេអូទៅមកខ្ញុំរើសយកវីដេអូមួយបាទខាងលើនេះតែម្ដងដើម្បីឲ្យវាលឿនណាកុំឲ្យយូរពេកអូខេបន្ទាប់ពីជ្រើសរើសវីដេអូហើយយើងចុចពាក្យថា send នេះបាទសម្រាប់វីដេអូវារៀងយូរបន្តិចហើយបាទនេះខាងទទួលយើងចុចកន្លែងលេខ1នេះតែហ្មងទៅបាទអូខេឥឡូវវាពេញនេះដោយសារវាលឿនពេកខ្ញុំចុចអត់តណាហើយចំពោះល្បឿនផ្ទេរលឿនឬយឺតហ្នឹងវាអាស្រ័យទៅលើឯកសារដែលយើងបាញ់ហ្នឹងមានទំហំធំឬតូចមួយទៀតតកតងទៅនឹងទូរស័ព្ទដៃដែលទទួលនឹងទូរស័ព្ទដៃដែលបាញ់នឹងដែរបើសិនជាភាគីណាមួយទូរស័ព្ទទាំងពីរហ្នឹងភាគីណាមួយដែលទូរស័ព្ទហ្នឹងកំពុងតែក្តៅឬក៏វាកំពុងតែពេញ memory ខ្លាំងក៏វាធ្វើឲ្យល្បឿននៃការផ្ទេរចេញផ្ទេរចូលហ្នឹងវាយឺតដែរបាទវាល្អទៅតាមនឹងដែរណាអញ្ចឹងនៅពេលបាញ់ឯកសារឬក៏ផ្ទេរឯកសារហ្នឹងគឺយើងត្រូវប្រកាសថាទូរស័ព្ទដៃរបស់យើងវាអត់ពេញ memory ឬក៏កំពុងតែក្តៅខ្លាំងទេបើសិនជាវាកំពុងតែក្តៅខ្លាំងយើងអាចទុកវាត្រជាក់សិនហើយបើសិនជាវាពេញ memory យើងត្រូវសម្អាត memory យើងឲ្យវារៀងស្រឡះរៀងសល់ memory សិនចាំធ្វើការផ្ទេរឬក៏បាញ់អញ្ចឹងណាបាទអូខេអញ្ចឹងយើងអាចបាញ់ទៅវិញទៅមកបានបាទយើងចង់បាញ់ពីនេះទៅនេះពីនេះទៅនេះក៏បានបាទអត់បញ្ហាទេហើយនៅពេលដែលយើងបាញ់រួចរាល់ហើយវានឹងចូលទៅកន្លែងរូបថតរបស់យើងហើយបាទមួយទៀតខ្ញុំបញ្ជាក់ថានៅពេលដែលយើងកំពុងបាញ់ឯកសារទៅមកអញ្ចឹងយើងអាចចុចបិទកម្មវិធីទៅឆ្លាស់ទៅកម្មវិធីមួយទៀតបានទេគឺយើងនៅត្រូវនៅក្នុងកម្មវិធីនឹងជាប់រហូតអញ្ចឹងណាតោះតែយើងបាញ់ហើយបានយើងអាចចាក់ចេញពីកម្មវិធីនឹងបានឬក៏បិទកម្មវិធីនឹងចោលក៏បានដែរបើមិនជាយើងបាញ់ហើយតែបើយើងមិនទាន់បាញ់ហើយទេកុំអាចចេញពីកម្មវិធីព្រោះវាអាចដាច់ connection វាដាច់ការតភ្ជាប់ពីទូរស័ព្ទមួយទៅទូរស័ព្ទមួយអញ្ចឹងណាបាទអូខេអញ្ចឹងបើមិនជាយើងបាញ់រួចរាល់ហើយយើងអាចចុចខ្វែងកន្លែងនេះមកក៏បានដែរចុចខ្វែងមកតមកយើងចុច disconnect បាទដើម្បីផ្ដាច់ឈប់ឲ្យវា connect គ្នាអញ្ចឹងណាបាទតែប៉ុណ្ណឹងវាដាច់ហើយបាទឬក៏យើងអាចចុច clear កម្មវិធីនឹងចោលក៏បានដែរសម្រាប់ Oppo យើងអាចចុចប៊ូតុងនេះដើម្បី clear កម្មវិធីនឹងចោលទៅវាដាច់ហើយបាទវាបិទណាអូខេហើយទូរស័ព្ទផ្សេងទៀតបើសិនជាវា load អញ្ចឹងយើងអាច clear ដូចគ្នាតែគាត់ចេញវាតម្រង់ខុសគ្នាអញ្ចឹងណាបាទយើងអូសកម្មវិធីនឹងចោលមកគឺវាបិទវាដាច់ហើយខ្លួនវាហើយបាទហើយមួយទៀតបើសិនជាវា load toolbar ចេញពីកម្មវិធី sender នឹងជាតម្រង់បែបនេះបងប្អូនអាចចុចបិទវាបានដោយបងប្អូនគ្រាន់តែចុចទៅលើសញ្ញានេះបាទសញ្ញាកងចាក់នៅខាងគៀនខាងស្ដាំហ្នឹងចុចលើនឹងមកទៅមកយើងចុចបិទកងតាក់វាមួយទៅបាទតែប៉ុណ្ណឹងវាមកទៅវាលែង load អីរំខានយាយញ៉ាយហើយបាទអូខេឃើញទេមានទេអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្ណឹងទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនមានជាចម្ងល់អត់យល់តាមអត់ទាន់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូឬក៏បងប្អូនអាចឆាតមកខ្ញុំផ្ទាល់បានអរគុណ